ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបថ្មីមួយមុខហៅថាបុកកំពឹសអំពិលខ្ចីតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងមានកំពឹសមួយចានហើយមានអំពិលខ្ចីមានប្រហុកមានសណ្តែកដីលីងសម្រាប់បន្លែមានដូចជាមានសណ្តែកគួរមានម្អមមានពោតបារាំងត្រសក់ហើយនឹងត្រប់តោះឥឡូវយើងទៅធ្វើទាំងអស់គ្នាដំបូងយើងយកអំបិលក្រួសកន្លះស្លាបព្រាប៊ីចេងមួយចុងស្លាបព្រាទេមានខ្ទឹមសហើយសម្រាប់ស្ករសយើងដាក់1ស្លាបព្រាបន្ទាប់មកយើងចាប់ផ្ដើមបុកបន្ទាប់ពីគ្រឿងរៀងម៉ត់ល្មមហើយយើងចាប់ផ្ដើមដាក់អំបិលយើងចូលបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ប្រហុកយើងចូលបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់សណ្តែកដីលីងបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់សណ្តែកគួរចូលបន្ទាប់មកយើងចាប់ផ្ដើមហាន់ដាក់ម្អមចូលបន្ទាប់ពីបុកចូលផ្សំល្អហើយយើងចាប់ផ្ដើមដាក់កំពឹសយើងចូលឥឡូវនេះមុខម្ហូបយើងបុកកំពឹសអំពិលខ្ចីនេះបានរួចរាល់ហើយបងប្អូនសូមអរគុណបងប្អូនដែលបានតាមដាននៅវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ